វាលពិឃាតនៅភ្នំដងរែកអំពើអមនុស្សធម៌របស់អាជ្ញាធរថៃមកលើជនភៀសខ្លួនកម្ពុជាដែលមិនសូវមានអ្នកដឹងបើនិយាយអំពីរឿងវាលពិឃាតនិងការសម្លាប់រង្គាលយើងតែងនឹកឃើញដល់របបប្រល័យពូជសាសន៍ប៉ុលពតដែលកាប់សម្លាប់ខ្មែរយ៉ាងព្រៃផ្សៃសម្លាប់អស់ជិត2លាននាក់ប៉ុន្តែមនុស្សភាគច្រើនមិនសូវបានដឹងអំពីអំពើប្រល័យយ៉ាងអនាធមដែលបានធ្វើឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃក្រោយរបបខ្មែរក្រហមដួលរលំអំពើអមនុស្សធម៌ដែលជាស្នាដៃរបស់អាជ្ញាធរថៃនោះបានរុញជនជាតិខ្មែរទៅចោលឆ្អឹងក្នុងជ្រោះរាប់សិបពាន់នាក់នៅភ្នំដងរែកខេត្តព្រះវិហារតើដំណើររឿងនេះមានដើមតងយ៉ាងដូចម្តេចនៅចុងឆ្នាំ1978របបកម្ពុជាប្រជាធិបតេយ្យមិនអាចទប់ទល់នឹងកងទ័ពវៀតណាមបានទៀតទេនៅទីបញ្ចប់ក្រុងភ្នំពេញត្រូវបានដួលរលំនៅថ្ងៃទី7ខែមករាឆ្នាំ1979ក្រោយដួលរលំកម្មាភិបាលនិងកងទ័ពខ្មែរក្រហមបានភៀសខ្លួនទៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃនិងខ្លះបានរត់ទៅបោះមូលដ្ឋាននៅព្រៃភ្នំនៃផ្នែកនិរតីនៃប្រទេសពេលបាក់ទ័ពកងទ័ពខ្មែរក្រហមបានគៀប្រជាជនខ្មែរទៅតាមស្របពេលដែលប្រជាជនកម្ពុជាខ្លះទៀតក៏រត់ភៀសខ្លួនទៅរស់នៅប្រទេសទី3តាមរយៈទឹកដីថៃផងដែរមានប្រជាជនកម្ពុជាភៀសសឹកចំនួនច្រើនជាងកន្លះលាននាក់បានរត់ពីកម្ពុជាទៅទល់ដែនថៃក្នុងចំណោមអ្នកទាំងនោះគេបែងចែកជា4ប្រភេទគឺទី1ក្រុមអ្នករត់ទៅរកស្បៀងអាហារត្បិតគ្រោះទុរភិក្សនិងការបង្អត់អាហាររបស់របបអាវខ្មៅខ្មែរក្រហមទី2ក្រុមអ្នកមិនទុកចិត្តទាហានវៀតណាមដែលជាសត្រូវប្រវត្តិសាស្ត្រទី3ក្រុមអ្នកប្រមូលផ្ដុំបង្កើតចលនាប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញវិញនិងទី4ក្រុមអ្នករត់ពន្ធទំនិញឆ្លងដែនសូមជម្រាបជូនថាលំហូរជនភៀសសឹកមកពីកម្ពុជាចូលទៅទឹកដីថៃកើនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងគំហុកការនេះបានធ្វើឲ្យអាជ្ញាធរថៃមិនមានលទ្ធភាពទទួលជនភៀសខ្លួនទាំងនោះបានទៀតទេបិទពេលនោះស្ថានភាពសេដ្ឋកិច្ចថៃមិនអាចទ្រទ្រង់ចំនួនអ្នកភៀសខ្លួនដែលប្រហែលនឹង1%នៃអត្រាប្រជាជនជាង55លាននាក់របស់ខ្លួនទៅហើយហេតុនោះហើយបានជារដ្ឋាភិបាលថៃសម្រេចចេញគោលនយោបាយបិទគប់ព្រំដែនរារាំងមិនឲ្យមានលំហូរជនភៀសខ្លួនចូលមកទឹកដីខ្លួនបន្ថែមទៀតពេលនោះអាជ្ញាធរថៃបានប្តូរការហៅជនភៀសខ្លួនពីកម្ពុជាទាំងនោះពីជនភៀសខ្លួនទៅជាជនអន្តោប្រវេសន៍ខុសច្បាប់ឬអ្នកឆ្លងដែនខុសច្បាប់បន្ថែមពីនោះច្បាប់អន្តោប្រវេសន៍ថៃបានចែងពីការចាប់ខ្លួនឃុំខ្លួននិងបញ្ជូនមកប្រទេសកំណើតវិញចំពោះជនភៀសខ្លួនបរទេសទៅទឹកដីថៃច្បាប់នោះហើយដែលនៅខែមិថុនាឆ្នាំ1979អាជ្ញាធរថៃបានយកមកអនុវត្តជាមួយជនភៀសខ្លួនកម្ពុជាចន្លោះពី40,000ទៅ45,000នាក់តែបានឆ្លងដែននៅចន្លោះខែមេសានិងឧសភាឆ្នាំ1979ដោយគ្មានធម្មតា ទាហានថៃបានយករថយន្តដឹកទំនិញដឹកជនជាតិខ្មែរទាំងនោះទៅចាក់ចោលនៅជ្រោះភ្នំដងរែកដោយមិនខ្វល់ថាជនភៀសខ្លួនកម្ពុជាទាំងនោះជាស្ត្រីទាន់ខ្សោយឬក្មេងកំព្រាអ្វីនោះទេហើយដូចតែមិនខ្វល់ថាពួកគេត្រូវដាច់បាយក្រហាយទឹកឈឺថ្កាត់ជន់មីនឬវង្វេងផ្លូវដើរធ្លាក់ជ្រោះស្លាប់ទៅទៀតគេក៏ធ្វើយ៉ាងណាឲ្យតែជនភៀសខ្លួនកម្ពុជាទាំងនោះផុតរលត់បាត់ស្រមោលចេញពីដីថៃតែប៉ុណ្ណោះប្រសិនបើអ្នកណាមិនព្រមរត់ចុះជ្រោះទៅកម្ពុជាវិញនោះទាហានថៃនឹងបាញ់សម្លាប់ចោលដោយសត្វធាតុជាលទ្ធផលនៃអំពើប្រល័យនោះមានជនភៀសខ្លួនរាប់សិបពាន់អ្នកបានស្លាប់ហើយខ្លះក៏សំណាងល្អនៅរស់រានមានជីវិតជាក់ស្ដែងអង្គការគួចមេលីដែលឆ្លងកាត់បទពិសោធន៍ដ៏សែនជូរចត់នេះបានសរសេរក្នុងសៀវភៅរបស់គាត់មានចំណងជើងថាភ្នំដងរែកទីពុំអាចភ្លេច
នៅទីបំផុតអំពើឃោរឃៅរបស់រដ្ឋាភិបាលថៃយ៉ាងព្រៃផ្សៃនេះត្រូវបានបែកធ្លាយតាមរយៈសារព័ត៌មានធំៗបានធ្វើឲ្យសហគមន៍អន្តរជាតិស្លុតចិត្តជាខ្លាំងនៅពេលក្រោយមកដោយសារសម្ពាធអន្តរជាតិទើបរដ្ឋាភិបាលថៃសុកចិត្តសហការជាមួយអង្គការសហប្រជាជាតិមកបើកជំរំជនភៀសខ្លួននៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃដើម្បីទទួលយកជនភៀសសឹកខ្មែរទាំងនោះទៅរស់នៅប្រទេសទី3រួមមានសហរដ្ឋអាមេរិក អូស្ត្រាលីនិងនៅទ្វីបអឺរ៉ុបជាដើមមកដល់ត្រង់ចំណុចនេះមានទស្សនៈខ្លះយល់ថាកម្ពុជាគួរតែដឹងគុណថៃដែលបានអនុញ្ញាតឲ្យអង្គការសហប្រជាជាតិចូលមករៀបចំជំរំជនភៀសខ្លួនលើទឹកដីថៃវាជាការពិតហើយដែលថៃបានចូលរួមសម្រួលដល់ជនភៀសខ្លួនកម្ពុជាហើយនេះជារឿងដែលយើងត្រូវដឹងគេជួយយើងក៏ត្រូវដឹងប៉ុន្តែទន្ទឹមនោះយើងក៏មិនត្រូវភ្លេចដែរថាទាល់តែមានសម្ពាធពីអន្តរជាតិទើបថៃយល់ព្រមបង្កើតកន្លែងទទួលជនភៀសខ្លួនកម្ពុជាហើយបានធ្វើឲ្យប្រជាជនកម្ពុជារាប់សិបពាន់នាក់ប្លាយត្រូវបានសម្លាប់និងរុញឲ្យស្លាប់យ៉ាងអនាធមនៅជ្រោះភ្នំដងរែកបើតាមសៀវភៅដែលមានចំណងជើងថាខុសព្រោះព្រះដែលនិយាយពីខ្សែជីវិតរបស់លោកជុតខៃបានរំលេចដែរថារដ្ឋាភិបាលថៃបានដាក់លក្ខខណ្ឌចំណេញជាមួយអង្គការសហប្រជាជាតិគឺទី1ប្រជាជនថៃដែលរស់នៅក្បែរជំរំជនភៀសខ្លួនត្រូវទទួលបានរបបយ៉ាងហោចណាស់ស្មើឬលើសជនភៀសខ្លួនបរទេសលើទឹកដីខ្លួនទី2រាល់វត្ថុធាតុសេវាកម្មនិងការទ្រទ្រង់នៅជំរំភៀសខ្លួនត្រូវតែផ្គត់ផ្គង់ដោយថៃនិងទី3អំពើពុករលួយដែលអាជ្ញាធរថៃបានពីជំនួយរបស់អន្តរជាតិក៏មិនតិចដែរទម្រាំបានទៅដល់ជនភៀសខ្លួនកម្ពុជាអាជ្ញាធរថៃស៊ីជិតអស់ទៅហើយសរុបមកយើងមិនគួរឡើយប្រកាន់ជាតិសាសន៍រើសអើងស្អប់ខ្ពើមនោះទេប៉ុន្តែយើងក៏មិនត្រូវភ្លេចសច្ចភាពពិតនៃដំណើររឿងអកុសលខាងលើនោះដែរជាចុងក្រោយមិនមានរបស់អ្វីដែលបានមកដោយទទេនោះទេនៅលើโลกនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយ